ខ្ញុំករណាវិជ្ជបណ្ឌិតម៉ៅមីលុនសូមក្រាបថ្វាយបង្គំព្រះថេរានិងថេរៈគ្រប់ព្រះអង្គនិងជំរាបសួរអាយដាមលោកជំទាវលោកស្រីនាងកញ្ញាថ្ងៃនេះខ្ញុំនឹងនិយាយប្រធានបទមួយទាក់ទងជាមួយសំណួររបស់បងប្អូននេះសំណួររបស់បងប្អូនហ្នឹងគាត់សួរថាអញ្ចេះគាត់សួរថាលោកគ្រូវះកាត់ខ្ញុំធ្លាប់វះកាត់ឬដងបាត់2ដងហើយតែនៅតែដុះវិញដដែលតើធ្វើយ៉ាងម៉េចដើម្បីព្យាបាលឲ្យជារហូតតាក់ទងជាមួយនឹងការព្យាបាលឲ្យជារហូតយើងត្រូវដឹងថាទម្រង់របស់រោនគូតរបស់យើងហ្នឹងណាវាកើតឬដងបាតហ្នឹងប្រហែលកន្លែងទម្រង់គូតរបស់យើងហ្នឹងនៅមកជុំគូតរបស់យើងហ្នឹងវាមានកើតឬដងបាតប្រហែលកន្លែងយើងត្រូវដឹងអាហ្នឹងសិនណាគេច្រើនតាក់ទងមួយការវះកាត់ឬក៏ចងឬដងបាតវាលៀនមក2វាលៀនមក1គេធ្វើតែប៉ុណ្្នឹងទេកន្លែងដែលវាអត់ប៉ោងហ្នឹងគេទៅធ្វើឲ្យវាប៉ោងមកយកឲ្យវះកាត់ជាមួយគ្នាហ្មងវាអត់បានទេជាធម្មតាឬដងបាត3ក្នុង3ខាងក្រៅសេខិន3ទៀត9គ្រាប់តែយើងធ្វើបានយ៉ាងច្រើន2ឬក៏3ទៅនៅ6គ្រាប់អីទេហ្នឹងជាធម្មតាវះកាត់ហើយក៏ចងក៏ដោយវះកាត់ហើយចងក៏ដោយវាអាចចេញកន្លែងយើងធ្វើហ្នឹងទេប៉ុន្តែមាននេះកម្រ10មិនតាន់មាន1 100មិនតាន់មាន2 3ហោកន្លែងដែលយើងធ្វើហើយណាប៉ុន្តែកន្លែងដែលយើងអត់បានតាន់ធ្វើប្រហែលថាយើងធ្វើខាងឆ្វេងនៅខាងស្ដាំឬយើងធ្វើខាងលើនៅខាងក្រោមអញ្ចឹងណាប្រហែលថាវាស្ថិតនៅក្នុងកម្រិតមិនក៏ដោយឬដងបាតនឹងវាមិនវាពីក្នុងពីក្រៅហ្នឹងណាក៏យើងធ្វើបានជាច្រើនតាមជ្រុងដែរកម្រអ្នកដែលចេញឬដងបាតពីក្នុងមកចេញមកទាំងក្រៅទាំងក្នុងចេញមកឲ្យលៀនស្គាល់អញ្ចឹងណាខ្ញុំមានរូបតែខ្ញុំអត់បង្ហាញរូបទេដោយសារ YouTube វាខុសគោលការណ៍ YouTube វីដេអូខ្ញុំសាលមុនធ្វើដល់ទៅជិត100វីដេអូគាត់ខ្ញុំបង្ហាញរូបនឹងភ្លាម YouTube គេពមៀនភ្លាមលុប cancel វីដេអូខ្ញុំបន្តិចទោះបីខ្ញុំមិនយកសេវាកម្មលុយ YouTube ឬក៏ចង់បានសេវាកម្មអីផ្សេងទៀតក៏ YouTube គេអត់ព្រមគេឲ្យវិញគេថាវីដេអូយើងអត់វីដេអូដែលមានស្អីច្រើនណាស់បាទហើយយើងត្រូវដឹងចឹងដឹងថារីដងបាតរបស់យើងមានប្រមាណអីប្រមាណកន្លែងហើយបើយើងដឹងចឹងហើយយើងព្យាបាល1 2យើងធ្វើមិនឲ្យអស់វាអត់អស់ទេក្រោយការព្យាបាលរីដងបាតយើងត្រូវសួរអ្នកជំនាញដែលព្យាបាលហ្នឹងគេអាចដឹងថាវិធីធ្វើម៉េចដើម្បីកុំឲ្យវាកើតទៀតយើងត្រូវធ្វើម៉េចគេមានវិធីថាមូលហេតុដែលកើតរីដងបាតហ្នឹងវាមូលហេតុវាកើតឡើងដោយសារអីសំខាន់យើងត្រូវដឹងអញ្ចឹងណាហើយយើងសួរគ្រូពេទ្យដែលជំនាញព្យាបាលខាងហ្នឹងទៅថាធ្វើយ៉ាងម៉េចទៀតដើម្បីកុំឲ្យវាកើតទៀតគេប្រាប់យើងហើយខ្ញុំនឹងនិយាយនៅវីដេអូខាងក្រោយទៀតណាបាទវីដេអូហ្នឹងខ្ញុំធ្វើជាខ្លីៗទេប៉ុន្តែគ្រាន់តែថាខ្ញុំនឹងឆ្លើយទៅសំណួរហ្នឹងនៅខាងក្រោយទៀតចាំតាមដានទៅហើយបើមានសំណួរអីបន្ថែមទៀតសំណួរមួយនេះឆ្លើយទាំងវែងតិចណាតាមចាំ comment សួរក៏បានដែរ comment សួរឬក៏មានលេខ Telegram ដែលខ្ញុំដាក់ឲ្យហ្នឹងអាច call ឬក៏ Telegram តាមឆាតតាម Telegram ហ្នឹងក៏បាន